បាទសួស្តីបងប្អូននៅក្នុងថ្ងៃនេះយើងចាប់ផ្ដើមរៀនកម្មវិធី Photoshop ណាគឺជាកម្មវិធីកាត់តរូបភាពដែលយើងធ្លាប់តែលើកគេនិយាយថាកាត់តរូបភាពហ្នឹងអញ្ចឹងកម្មវិធីហ្នឹងមានរូបរាងបែបម៉េចហើយវាមានទូនាទីសម្រាប់ធ្វើគេខ្លះអញ្ចឹងបញ្ជាក់សម្រាប់វីដេអូនេះសម្រាប់តែបងប្អូនដែលអត់ទាន់ចេះណាដែលគាត់មិនទាន់ស្គាល់កម្មវិធី Photoshop បើសម្រាប់បងប្អូនដែលគាត់ចេះដែលគាត់ស្គាល់ដែលគាត់មានជំនាញទៅលើកម្មវិធីអស់ហ្នឹងហើយក៏រំលងទៅបាទឬក៏តែបើជាទូទៅអ្នកដែលគាត់ចេះគាត់មិនមានពេលអីត្រូវមក search កម្មវិធីអីអស់ហ្នឹងដើម្បីមើលវីដេអូទេបើនិយាយទៅវីដេអូធ្វើសម្រាប់តែអ្នកអត់ចេះហ្នឹងឯងសម្រាប់តែអ្នកដែលគាត់ថ្មីដែលគាត់ទៅចាប់ផ្ដើមហ្នឹងទៅគាត់research មើលដើម្បីចេះដើម្បីដឹងបើសម្រាប់គេចេះហើយគេគ្មានពេលណាមក research ទៀតទេអញ្ចឹងបាទអញ្ចឹងកម្មវិធីហ្នឹងវាមានរូបរាងបែបអញ្ចឹងនេះដែលមានអក្សរកាត់ PS ហ្នឹងគឺ Photoshop ហ្នឹងអញ្ចឹងដើម្បីបើកកម្មវិធីហ្នឹងដើម្បីចង់ដឹងថាវាបើកមកវាចេញរូបរាងបែបម៉េចហើយវាមានតម្រង់យ៉ាងណាហើយវាមានទូនាទីសម្រាប់ធ្វើគេខ្លះជឿថាបើយើងចូលរៀនដល់កម្មវិធី Photoshop ហើយយើងច្បាស់ចេះ Word ចេះ Excel អីខ្លះយើងធ្លាប់ design រូបភាពអីតិចតួចគូសតារាងគួរអីលេខកើតតិចតួចនៅក្នុង Excel ឬក៏នៅក្នុង Word ហើយបានយើងរៀនដល់ Photoshop យើងចង់រៀនផ្នែក design រូបភាពអញ្ចឹងកុំព្យូទ័រច្បាស់តែយើងចេះប្រើខ្លះហើយបើយើងអត់ចេះសោះយើងចង់រៀន Photoshop មិនមែនថារៀនមិនចេះទេប៉ុន្តែគ្រាន់តែវាតាំងជាងដែលគេចេះកុំព្យូទ័រស្រាប់ហើយគេរៀនអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមបើកកម្មវិធីហ្នឹងមកបាទអញ្ចឹងទម្រង់បែបវាចេញអញ្ចឹងកម្មវិធីហ្នឹងវាមានឆ្នាំវាមាន CC ប្រហែល CC SCC 2019 18រហូតដល់2023 25អីចឹងទៅអញ្ចឹងខ្ញុំប្រើនេះគឺ Photoshop 2023ណាបាទអញ្ចឹងសួរទៀតថាតើកម្មវិធី Photoshop ហ្នឹងគេប្រើវាសម្រាប់ធ្វើអីយើងគាត់ដឹងថាវាសម្រាប់កាត់តមិនដឹងកាត់តមិនទូនាទីរបស់វាគឺបង្កើតគេហៅ graphic ណាមានន័យថាកែរូបកែសម្រួលរូបភាពដូចជារូបភាពមិនស្អាតកែស្អាតរូបភាពអងឹតកែភ្លឺរូបភាពសខ្មៅកែទៅជា color រូបភាពមានជ្រុយមានស្នាមកែរលោងស្អាតគេហៅតម្រង់កែរូបភាពសម្រួលរូបភាពបង្កើតរូបភាពហ្នឹងឲ្យវាមានភាពរស់រវើកមានលក្ខណៈថាជាឆ្នៃប្រឌិតឲ្យវាចេញជារូបភាពមួយដែលយើងមើលទៅវាទាក់ទាញបាទហើយវាអាចធ្វើបានទៀតដូចជាធ្វើជា 3D រូប 3D យើងវាអាចគូសគំនូរជីវចលបានទៀតដូចយើងគូដូចយើងផាត់ color ផាត់អីចឹងយើងមានក្តារសម្រាប់គូទៅយើងគូនឹងប៊ិចចឹងណាគូលើក្តារគូ mode គូ style អីបានណាហើយយើងចង់ធ្វើលក្ខណៈ banner billboard poster អីផ្សេងដើម្បី post លើ Facebook post លើ social media ហ្នឹងបានទៀតហើយយើងរៀបចំຂະຫນាតសម្រាប់បោះពុម្ពផ្សាយ print សម្រាប់បោះពុម្ព print ចេញក៏បានទៀតបាទកម្មវិធីហ្នឹងវាធ្វើការបានច្រើនសំខាន់យើងចេះប្រើប្រាស់វាបានកម្រិតណាបាទអញ្ចឹងកុំឲ្យខាតពេលយើងចាប់ផ្ដើមចូលទៅបង្កើតกระดาษមួយឬក៏ផ្ទាំងកិច្ចការមួយឬមួយក៏ project មួយដើម្បីងាយស្រួលក្នុងការអនុវត្តឬមួយក៏ប្រាប់ពីចំណុចមួយរបស់កម្មវិធីទាំងអស់ហ្នឹងឧទាហរណ៍យើងចាប់ផ្ដើមអនុវត្តទៅអញ្ចឹងទី1យើងអាចចូលកន្លែង file ណាចូល new ឬមួយក៏យើងចុច control បូកជាមួយនឹងអក្សរ n អញ្ចឹងយើងចុច control បូកមួយអក្សរ n មកវានឹងលោតផ្ទាំងមកមួយឬមួយក៏ចូលទៅកន្លែង new file នេះក៏បានដូចគ្នាណាលោតផ្ទាំងមកដូចគ្នាអញ្ចឹងលោតផ្ទាំងមកហ្នឹងយើងធ្វើមិនទៀតឧទាហរណ៍យើងធម្មតានៅពេលដែលយើងចង់ design អីមួយយើងត្រូវមានຂະຫນាតមានទំហំវាច្បាស់លាស់ហើយអញ្ចឹងຂະຫນាតគេគិតជា pixel គិតជា inch គិតជា millimeter គិតជា centimeter ណាគិតជា centimeter អីចឹងទៅអញ្ចឹងខ្ញុំគិតជា centimeter អ្នកខ្លះគេគិតmillimeter បាទអញ្ចឹង centimeter ឧទាហរណ៍យើងចង់បានកណ្ដាស់ទំហំប៉ុណ្ណាឧទាហរណ៍មីនុយចឹងណាមីនុយវា A4 យើងចង់បានឧទាហរណ៍ថាឥឡូវយើងគិតជា millimeter 21គុណនឹងឥឡូវចេះវិញដូត21បាទ centimeter ដល់ទៅ millimeter
mm វាឧទាហរណ៍ថា2 top គុណនឹង297ណា297បាទអញ្ចឹងនេះជាកម្រិតភាពច្បាស់យើងអាចដាក់បាន100ឬក៏72ឬក៏150អញ្ចឹងទៅបើស្អីលើយើងទេបើកាលយើងដាក់ធំកម្លាំងវាទៅតឹងថាមេវាធំដែរអញ្ចឹងណាអញ្ចឹងកន្លែងនេះកន្លែង color យើងជ្រើសរើសយកប្រភេទបោះពុំព្រីនចេញហ្នឹងឬក៏ផ្សព្វផ្សាយនៅលើ social media បើយើងផ្សព្វផ្សាយនៅលើ social media យើងគួរតែយកប្រភេទ color RGB ទៅ RGB វាស្អាតតែបើយើងបោះពុំផ្សាយដាច់ខាតយើងត្រូវតែយក CMYK color អញ្ចឹងឥឡូវនេះយើងធ្វើសម្រាប់ផុសអញ្ចឹងយើងដាក់ RGB ទៅបន្តមកទៀតអស់ហើយមានអីទៀតទេដល់ប៉ុណ្ណឹងមកកន្លែងនេះសម្រាប់យើងដាក់ឈ្មោះឲ្យ project ហ្នឹងឧទាហរណ៍ដល់ project ហ្នឹងឈ្មោះអីឈ្មោះថា new ចុះបាទ new ណាយ៉ាយីឡងមកទៅ new អញ្ចឹងចុះឬក៏ new 1បាទយ៉ា new 1ដើម្បី sale 1ដើម្បីកិច្ចការយើងអញ្ចឹងយើងដាក់ new 2អីចឹងតាបន្តមកទៀតយើងចុច create ខាងក្រោមនេះយើងចុច create មកអញ្ចឹងយើងនឹងបានផ្ទាំងកិច្ចការមួយដែលមានទំហំ A4 ប្រឈរមិន A4 ផ្ដេកទេទម្រង់បែបហ្នឹងគឺ A4 ប្រឈរអញ្ចឹងគោលបំណងផងយើងបង្កើត project ហ្នឹងមកបង្កើតกระดาษហ្នឹងមកគឺសម្រាប់អនុវត្តឬក៏ឧទាហរណ៍ទៅលើ tool នីមួយៗរបស់កម្មវិធី Photoshop ហ្នឹងអញ្ចឹង tool ទាំងអស់ហ្នឹងមានប៉ុន្មាន tool មានច្រើនយើងអាចរៀបរាប់ទៅក៏បានឬមួយក៏យើងចុចមើលកន្លែងនេះក៏បាននេះមកកន្លែងហ្នឹងជា tool របស់កម្មវិធី Photoshop ទាំងអស់បាទបិទអញ្ចឹងចាប់ផ្ដើមរៀនឧទាហរណ៍នៅលើ tool នេះមួយ tool ហ្នឹងវាមាន2ក្នុងហ្នឹងណាវាមាន move tool ហើយនិង artboard tool អញ្ចឹង move tool ហ្នឹងគេប្រើវាសម្រាប់ធ្វើអ្វី move tool គេប្រើសម្រាប់ move រូបភាពពីទីតាំងមួយទៅទីតាំងមួយឧទាហរណ៍ឥឡូវយើងចូលយករូបភាពមកចូលកន្លែង file យកពាក្យថា open បន្ទាប់មកយើងយករូបភាពណាមួយដើម្បីយកទៅឧទាហរណ៍ថាយើងយករូបភាពនេះចុះ Photoshop ហ្នឹងចុះអញ្ចឹងយើងទាញមកនេះគេយើងប្រើ move tool នេះគឺ move tool បើយើងទាញវាមកពីទីតាំងហ្នឹងយើងយកមកដាក់នៅក្នុងទីតាំង U1 នេះបាទហើយយើងបន្លែងទៅអញ្ចឹងបន្លែងមកឃើញថាវាធំជាងទំហំ A4 អញ្ចឹងយើង control មកជាមួយនឹង Shift T ដើម្បីបង្រួមវាបន្តិចកុំឲ្យវាធំពេកស្រួលមើលណារួមវាមកល្មមទៅតោះមកយើង enter តោះមកយើង zoom វាឲ្យមកគៀបមកបាទនេះជាកម្មវិធី Photoshop អញ្ចឹងឧទាហរណ៍ថាបើយើងអត់ឈរទៅលើ move tool យើងទៅឈរកន្លែងផ្សេងយើងអាចទាញរូបភាពទៅអត់ទាញបានទេណាវាមានទូនាទីផងវាមួយរៀងខ្លួន tool ទាំងអស់ហ្នឹងបន្តមកទៀត tool ខាងលើហ្នឹងទៀតមាន move tool ហើយរឿងមានមួយទៀតគេហៅ artboard tool ហ្នឹងគេប្រើវាសម្រាប់ធ្វើអីគឺសម្រាប់បង្កើត artboard ថ្មីមួយទៀតឧទាហរណ៍យើងចុចកន្លែងវាមកហើយយើងចូល move កន្លែង artboard មកហើយយើងចុចកន្លែងនេះឧទាហរណ៍យើងគូប៉ុណ្ណេះអញ្ចឹងវាជាទម្រង់ artboard មួយទៀតនេះឃើញទេartboard ចាស់វាស្រាប់ហើយវាដាច់បាត់ហើយបាទអញ្ចឹងយើងចង់បង្កើតមួយទៀតឧទាហរណ៍យើងចុចទៅលើវាមកហើយយើងយកពាក្យ artboard ដដែលហើយយើងអត់ទាន់ចង់ឈប់ទេយើងចង់បង្កើតបន្ត2 3 4អញ្ចឹងទៅណាច្រើន artboard យើងអត់យកទេយើងលុបទៅវិញយើង Ctrl សិតបាទនេះជាទម្រង់ artboard អញ្ចឹងយើងដឹងហើយតួនាទី tool 2ខាងលើហ្នឹងទោះយើងចូលប្រើដល់ tool ហ្នឹងដែរក៏ដោយប៉ុន្តែបើយើងចង់ទាញឬក៏ចង់មូលរូបភាពពីទីតាំងមួយទៅទីតាំងមួយយើងអាចនៅឈរលើ tool នេះហើយវាទាញទៅទាញមិនក៏ទាញមិនទៅដែរព្រោះយើងឈរលើ move tool ហ្នឹងចុចលើវា move tool ហ្នឹងមកយើងអាចគូឲ្យវាថាលុបបាញ់បានឬក៏យើងចាប់ទាញរូបភាពទៅពីទីតាំងមួយទៅទីតាំងមួយបានចឹងណាបាទអាហ្នឹងច្បាស់ពី tool ហ្នឹងហើយtool រៀនមួយឲ្យច្បាស់ពេលដែលយើងស្គាល់ពីទូនាទីផងវាច្បាស់អស់ហើយវាអត់បែកក្នុងការ design ដូចយើងឧទាហរណ៍យើងបើកឡាន
បើយើងស្គាល់ប្រាំងស្គាល់កោតស្គាល់ដៃស្គាល់ឧបករណ៍ផ្សេងហើយអស់ហើយយើងទឹកចូលក្នុងឡានវាអត់ទៅប្លែកទេឧទាហរណ៍យើងចង់ឲ្យឡានទៅមុខយើងកាច់សោយើងដឹងថាទៅកាច់សោទាំងណាហើយយើងចង់ឲ្យឡាននឹងឈប់យើងទៅជន់ប្រាំងហើយយើងដឹងថាប្រាំងវានៅកន្លែងណាអាហ្នឹងបើយើងស្គាល់ពីតួនាទីរបស់វាមួយយើងវាស្រួលធ្វើការនេះដល់មួយទី2 tool ទី2 tool អីគេ tool ទី2មានឈ្មោះ tool មួយមាន4ក្នុងហ្នឹងនេះសម្រាប់ select ណាសម្រាប់ select យើងចុចលើវាមកយើងគូមកវាមាន select ស្រាប់ហើយបន្ទាប់មកយើងបង្កើត layer មួយទៀតតក្នុង layer នេះក៏វាមិនទាន់ត្រូវដល់ពាក្យដែលទៅប្រាប់ទេប៉ុន្តែឥឡូវយើងបង្កើត layer ហ្នឹងចាំពេលយើងរៀនចប់ tool ទាំងអស់ចាំយើងចាប់ដើមរៀន design យើងស្គាល់ស្អីទៅជា layer ទៀតណាបន្ទាប់មកយើងចាក់ពណ៌វាឧទាហរណ៍យើងចង់បានពណ៌ក្រហមហើយយើងចាក់មកពណ៌ក្រហមមកឃើញទេខ្ញុំគូឲ្យ select អានេះសម្លេចដែរប៉ុន្តែវាជារាងវងមូលវាអត់វងមូលក៏បានជាចង់គូពងអំពើក៏បានដែរបើយើងបង្កើត layer មួយទៀតហើយយើងចាក់ពណ៌ទៀតបោះ select Ctrl D អញ្ចឹងយើងបានទំហំរូបភាពដែលយើងចង់គូយើងគូចេញមកហើយដូចតែគ្នាទេក្នុងហ្នឹងគូ select ដូចគ្នា3 4ហ្នឹងហើយបន្តមកទៀត tool 3 tool ទី3យើងរៀនតាម3 tool ហ្នឹងបានហ្នឹងមកវីដេអូចាំផ្សាយចាំតទៀតអានេះសម្រាប់គូឲ្យកាត់បាទចុចចាំមកเราយើងគូដៃបើយើងគូត្រង់វាស្អាតបើយើងគូអត់ត្រង់វាចឹងចុចមកជាប់ណាដល់មុខវិញមកតគ្នាយើងអាចលើកវាបានចូលទៅមូលធំវិញយើងលើកដល់ទីតាំងយើងឈរលើ layer វាផងគាត់ឃើញទេយើងដល់ទីតាំងចឹងបានកាត់បានមួយទៀតអីគេខ្សែទី3ហ្នឹងដូចគ្នាអានេះគឺវាឆក់តាមពណ៌ជាឧបករណ៍គូដូចគ្នាណាវាឆក់តាមពណ៌មើលពណ៌វាមានស្រាប់វាឆក់មកឆាច់ទៅវាគូចេញមកវាស្អាតបាទតដល់មុខវាវិញមកហើយ Ctrl D ដោះស្រាយទៅចោលវិញសិនអត់ចាក់ពណ៌ទេគាត់នៅឧទាហរណ៍មើលទូក្រោមនេះពេលទូកាត់សន្លឹកដូចគ្នាប៉ុន្តែយើងគូសលឿនគូមករត់តាមពណ៌ណាដល់តាមចុចអូខេទៅវាលោតអស់ហើយមានតែប៉ុណ្ណឹង3 tool ឡើងចឹងក្នុងមួយថ្ងៃហ្នឹងយើងរៀនបាន3 tool ធំនៅក្នុងទៀតអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយយើងនឹងរៀនត tool ទៀតណាអរគុណច្រើនបងប្អូនបាយបាយ